បាទសួស្តីបងប្អូនថ្ងៃនេះយើងចេញមកស្ងោងងើជើងជ្រូកហូបម្ដងបងប្អូនបើកទំព័រឆាច់ MMO ដៃថ្មីយើងសិតមកកាត់វីដេអូលើកទី1បងប្អូនខុសត្រូវកុំប្រកាន់បាទបងប្អូនឃើញដើរចេញទៅក្រៅហ្នឹងគឺចេញទៅបើកទឹកទេបងប្អូនបាទធ្វើម៉េចទេជីវិតយើងធ្វើការតាមខេត្តហើយយើងឆ្ងាយពីឪពុកម្ដាយតែមានតែធ្វើម្ហូបសម្រាប់ហូបខ្លួនឯងឯងបងប្អូនបាទលេខឆេងវៃស្លាមទាញជ្រុញមកដាក់ពុកលើតុបងប្អូនហើយមានកបិតសម្រាប់កាប់ជើងជ្រូកណាបងប្អូនបាទកាត់ចុះកាត់ឡើងមិនដឹងបានឲ្យដាក់សាច់ជើងជ្រូកទេមានទាញឆ្នាំងនឹងយកមកដាក់បដោះសន់ទៅឯងបងប្អូនហើយមុននឹងដាក់ជើងជ្រូកយើងលាងឆ្នាំងសិនព្រោះឲ្យខ្លាចមានតិចទីដីនៅនឹងសម្អាតអនាម័យបាទមិនអងយូរក៏ទាញជើងជ្រូកមកកាប់យកតែម្ដងបងប្អូនកាប់ពុកបាក់កំប៉ិតនឹងក៏មិនសូវមុតទៀតបងប្អូនកាប់ជើងជ្រូកដាក់ចូលឆ្នាំងទៅបងប្អូនលះសាច់លះអីទុកលាក់ខ្លះអីខ្លះបាទយើងយកតែជើងជាប់ឆ្អឹងយកមកស្ងោរទៅបងជាតិបងប្អូនបាទហើយយើងធ្វើការលាងសាច់ជ្រូករបស់យើងណាបងប្អូនបាទជ្រូកឲ្យស្អាតបាទទឹកហើយយើងចាប់ផ្ដើមមកដំខ្ទឹមបងប្អូនបាទដំខ្ទឹមដើម្បីលីងខ្ទឹមណាបាទនេះជាវិធីសាស្ត្រស្លខាងស្រុកខ្ញុំតែបើបងប្អូនចេះពីរបៀបស្លបែបម៉េចអាចខមមិននៅក្រោមវីដេអូនេះបានបាទហើយត្រង់នេះបាទសូមអភ័យទោសបាទព្រោះដោយសារចង្ក្រានរបស់ខ្ញុំហ្នឹងគឺប្រើយូរឆ្នាំហើយយើងឡើងខ្មៅតិចបងប្អូនបាទយើងចាក់ខ្លាញ់ចូលមកយើងបំពងខ្ទឹមណាបងប្អូននេះជារបៀបស្លរបស់ខ្ញុំបងប្អូនហើយបងប្អូនដឹងពីរបៀបស្លផ្សេងអាចខមមិននៅក្រោមវីដេអូនេះបានបងប្អូនគឺចាប់ដើមលីងខ្ទឹមឲ្យឡើងឈ្ងុយហើយបាទបងវាឡើងយ៉ាងក្រហមយ៉ាងទីមកយើងចាប់ដើមដាក់ជើងជ្រូកយើងចូលបងប្អូនដាក់ជើងជ្រូកយើងទាំងអស់នឹងមកបងប្អូនព្រោះយើងគ្នាច្រើនដែរបាទចាប់ដើមចូលឲ្យខ្ទឹមចូលជាមួយនឹងសាច់ណាបងប្អូនបាទហើយទម្លាប់របស់ខ្ញុំអត់ចោលទេបងប្អូនគឺគល់ខ្ទឹមតែងតែដាក់រហូតបាទហើយបាទហើយក៏នេះគឺទឹកងាំងើបងប្អូនខ្ញុំដាក់ទឹកងាំងើទីកុំឲ្យវាស្ងួតឆ្នាំងពេកបងប្អូនហើយទឹកការក្រោបវាឲ្យវាឡើងពុះបន្តិចបងប្អូនហើយឆ្លៀតពេលហ្នឹងក៏មកហាន់ស្លឹកខ្ទឹមបងប្អូនហាន់ស្លឹកខ្ទឹមហើយឃើញថាវាពុះតិចហើយគឺយើងចាប់ផ្ដើមកោវាបន្ថែមហើយគឺខ្ញុំចាប់ផ្ដើមដាក់ក្រូចងាំងើបងប្អូនទម្លាប់របស់ខ្ញុំគឺខ្ញុំចង់ឲ្យក្រូចហ្នឹងបែកដើម្បីខ្ញុំហូបទាំងសម្បកក្រូចទៀតបងប្អូនបាទយើងកោវឹកដាក់ក្រូចហើយបងប្អូនហើយគឺយើងចាប់ផ្ដើមវាយគ្រឿងចូលបងប្អូនបាទវាយគ្រឿងមានតើម្សៅស៊ុបប៊ីចេងហើយនិងស្ករបងប្អូនខ្ញុំដាក់3មុខហ្នឹងហើយខ្ញុំលួចដាក់ទឹកត្រីបន្តិចបាទទឹកត្រីបន្តិចទេប្រហែលជាមួយស្លាបព្រាបាយទេបងប្អូនឃើញថាសាច់យើងបានឆ្អិន 50% ហើយបងប្អូនក្រូបវាមកដើម្បីឲ្យវាងុំសាច់តិចបាទត្រង់នេះគឺខ្ញុំដាក់ទឹកត្រីបន្តិចបាទប្រហែលជាមួយស្លាបព្រាបាយឃើញថាឆ្អឹងយើងសាច់យើងពុះហើយបាទអញ្ចឹងគឺខ្ញុំចាប់ដើមថែមទឹកហើយបងប្អូនដាក់ទឹកចូលបាទបងប្អូនតទៅដាក់ទឹកចូលហើយយើងបន្ថែមហ្គាសបន្តិចណាហើយខ្លាំងតិចដើម្បីឆាប់ពុះបងប្អូនបាទឃើញថាសម្លរបស់យើងពុះហើយបងប្អូនពុះហើយដល់ពេលវេលាដែលយើងត្រូវភ្លក់ស្លយើងហើយបងប្អូនតើហូបកើតឬក៏មិនកើតបងប្អូនបាទមើលមុខ MMO យើងផងបងប្អូនមុខសល់ហាយពីយប់ហើយនេះមកស្ងោងងើណាឃើញថារសជាតិនៅតែដដែលបងប្អូនហើយយើងចាប់ផ្ដើមដាក់ខ្ទឹមស្លឹកខ្ទឹមដែលយើងចិញ្ច្រាំមិញណាបាទបងប្អូនហើយសម្រាប់ខ្ញុំគឺខ្ញុំអត់ហូបពេលដែលខ្ទឹមនៅខៀវយីទេបងប្អូនគឺខ្ញុំដាក់វាងាស់បន្តិចឲ្យស្លឹកខ្ទឹមហ្នឹងវាទ្រមវាស្លោកតិចណាបងប្អូនបាទគឺស្ទង់ត្រីបែបនេះទេតាឥឡូវគឺយើងចាប់ផ្ដើមដួសដាក់ចានហើយដល់ពេលវេលាដែលយើងត្រូវឆ្ងាញ់ហើយបងប្អូនបងប្អូនគិតយ៉ាងណាដែរបងប្អូនសម្រាប់វិធីសាស្ត្រស្លបែបនេះបាទ
អាចខមមិននៅក្រោមវីដេអូនេះបានបងប្អូនហើយខុសទាស់ត្រង់ណាសូមកុំប្រកាន់បងប្អូនដោយសារនេះជាវីដេអូលើកទី1របស់ខ្ញុំហើយដែលខ្ញុំថតពីរបៀបនៃការធ្វើស្លសម្លណាបងប្អូនអញ្ចឹងខុសទាស់សូមបងប្អូនកុំប្រកាន់បាទសូមអរគុណ